លោកជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតថ្មីបែបខ្ញុំបាទផ្ទាល់ផងដែរអញ្ចឹងនេះជាអេពីសូតថ្មីខ្ញុំគិតថាពិសេសព្រោះខ្ញុំគិតថាពិសេសហ្មងដោយសារតែខ្ញុំគិតថាអត្ថបទនេះជួយដល់បងប្អូនទាំងគ្នាច្រើនមែនតើមិនថាខ្ញុំមិនថាបងប្អូនទាំងគ្នាឬក៏គ្រប់វ័យតែម្ដងគឺអាចស្ដាប់អត្ថបទនេះបានដោយមានចិត្តទូលាយមានថាបើកចិត្តឲ្យស្ដាប់ទាំងអស់គ្នាអត្ថបទនេះមានចំណងជើងថាវិធី8យ៉ាងឬក៏វិធីទាំង8ដែលអាចជួយទប់កំហឹងរបស់អ្នកបាន100%ត្រង់ចំណុចនេះខ្ញុំដក100%ចេញអាចថាវាមិនមែន100%ក៏ប៉ុន្តែខ្ញុំជួយអ្នកទាំងអស់គ្នាបានច្រើនមែនតើពីការទប់កំហឹងការទប់កំហឹងនេះផងដែរសូម្បីតែខ្ញុំមិនថាគេទៅគឺតាខឹងហើយគឺដឹងទៅក៏ប៉ុន្តែនៅពេលដែលអ្នកគ្នារៀនសូត្រអនុវត្តពីវាជារឿយអ្នកគ្នានឹងទទួលបានអារម្មណ៍មួយថ្មីផ្សេងទៀតវាមិនខុសពីឪពុឬម្ដាយទេនៅពេលដែលខឹងកូនហ្មងណាបើសិនជាធ្វើទាំងកម្រោលហ្មងវាមិនកើតទេលុះត្រាណាគ្នាមានអារម្មណ៍ថាតប់កំហឹងមួយព្រោះជាកូនម៉ែយើងអារម្មណ៍នឹងដូចគ្នានៅពេលអ្នកគ្នាមានកូនអ្នកគ្នានឹងមានអារម្មណ៍ទាំងអស់នេះខ្ញុំអត់ទាន់មានអ្វីដែលថាដែលអាចតប់កំហឹងបានទេព្រោះកូនក៏មិនទាន់មានឬក៏កូនវាមិនទាន់ពេញវ័យឲ្យថាប៉ុណ្្នឹងចង់វាមានតែក្មួយមានអីចឹងក៏ប៉ុន្តែយើងអត់ទាន់ទទួលបានអារម្មណ៍ថាភាពជាឪពុកឬក៏ភាពជាមេគ្រួសារនឹងយ៉ាងម៉េចទេអញ្ចឹងអត្ថបទទាំង8ប្រភេទនេះគឺសង្ឃឹមតែជួយអ្នកគ្នាបានច្រើនមែនទែនពីការទប់កំហឹងចំណុចទី1ស្ងប់ស្ងាត់ចំនួន10វិនាទីអ្នកគ្នាដកដង្ហើមមួយរាប់ពី1ដល់10មុននឹងនិយាយវិធីសាស្ត្រនេះគឺជួយខួរក្បាលរបស់អ្នកឲ្យជំនួសអារម្មណ៍តើតើនឹងការធ្វើអ្នកគ្នាដែលឮពាក្យថាបដ ாய் តាមអារម្មណ៍អត់តើបដ ாய் នឹងវាស្មើនឹងឲ្យខួរក្បាលយើងមកធ្វើការជំនួសហើយអញ្ចឹងកន្លែងនេះក៏ជាជំនួសកន្លែងដ៏ល្អមួយដែលត្រូវគិតដែរដូចយ៉ាងខ្ញុំកំពុងតែខឹងគេអ្នកគ្នាស្ងប់អ្នកគ្នាបិទភ្នែកបិទច្រមុះបិទភ្នែកឲ្យដកដង្ហើមមួយឲ្យបាន10សេកិនឬក៏20សេកិនអារម្មណ៍ពេលហ្នឹងគឺធូរមកមានអារម្មណ៍ថាលែងចង់ខឹងណាគេយើងដើរចេញបានវិធីសាស្ត្រហ្នឹងគឺខ្ញុំធ្លាប់ធ្វើគឺអនុវត្តបាន100%ហើយរាប់ពី1ដល់10គាត់ថាខ្ញុំខឹងអាគេអ្នកខ្លាំងបើសិនខ្ញុំពេលហ្នឹងគឺខ្ញុំទៅស្ដីឲ្យគេឬក៏ខ្ញុំទៅវាយគេគឺដឹងតែខុសហើយក៏ប៉ុន្តែខ្ញុំពេលហ្នឹងខ្ញុំរាប់1 2 3 4 5រហូតទៅដល់10 20អញ្ចឹងទៅអារម្មណ៍ហ្នឹងវាទៅជាលែងមានអារម្មណ៍ខឹងវិញទៅជាប្រើខួរក្បាលមកគិតអារឿងដែលយើងកំពុងតែរាប់នឹងវិញណាចំណុចហ្នឹងគឺល្អមែនទេវា special សម្រាប់ខ្ញុំតែម្ដងដែលខ្ញុំអនុវត្តទៅវាបានផលវាបានផលហើយវាជាវិធីសាស្ត្រមួយដ៏សាមញ្ញក៏ប៉ុន្តែវាមិនសាមញ្ញចំពោះអ្នកដែលគាត់ចូលចិត្តខឹងច្រើនអ្នកដែលគាត់ចូលចិត្តអាចថា strict ច្រើនឬក៏ toxic អីចឹងទៅចំណុចទី2ការបដូរស្ថានភាពគេហៅថាដើរចេញណាបើអារម្មណ៍យើងឬក៏អារម្មណ៍យើងកំពុងតែឡើងខ្លាំងតានតឹងខ្លាំងសូមចាក់ចេញទៅហើយដើរចេញដាក់យើងព្យាយាមដើរចេញហើយទៅដើរលេងឬក៏ទៅញ៉ៃរួចតើអ្នកនេះកំពុងតែមានបញ្ហាអ្នកគ្នាគឺដើរចេញហើយបិទទូរស័ព្ទចោលទៅហើយឬក៏ស្ងប់នៅក្នុងបន្ទប់តែឯងចូលក្នុងបន្ទប់ឲ្យស្ងប់ស្ងាត់សមាធិស្ងប់ស្ងាត់ដកដង្ហើមមួយអនុវត្តក្បួនទី1ពេលខ្លះកំហឹងរបស់អ្នកក៏ថយចុះដែរខ្ញុំអាចសាកល្បងធ្វើបែបហ្នឹងបានអញ្ចឹងស្ថានភាពទី2ហ្នឹងគឺដើរចេញអារម្មណ៍អ្នកកំពុងតែមានបញ្ហាខ្លាំងអ្នកគ្នាដើរចេញទៅហើយចូលទៅក្នុងបន្ទប់ឬក៏បិទទូរស័ព្ទហាមចុចអីទាំងអស់ហើយអ្នកគ្នាស្ងប់ម្នាក់ឯងហើយពេលខ្លះយូរទៅធ្វើអញ្ចឹងហើយអារម្មណ៍អ្នកគ្នាគឺធ្លាក់ចុះហើយវាមិនមែនថាបាត់ភ្លាមវាធ្លាក់ចុះចំណុចទី3សរសេរអារម្មណ៍ក្នុងចិត្តអ្នកគ្នាកំពុងតែមានបញ្ហាគេកំពុងតែ toxic អីគេកំពុងតែមានបញ្ហា depress អីគេអ្នកគ្នាមានសភៅមានប៊ិចអ្នកគ្នាប្រកាសថាជារឿងមួយល្អបំផុតអ្នកគ្នាសរសេរទៅអ្នកគ្នាកំពុងធ្វើអីកើតអីឬក៏ note ទូរស័ព្ទនេះធ្វើអីចុចអីធ្វើ note ទៅបងប្អូនខ្ញុំជាយំចឹងបើទូរស័ព្ទមក note មកខ្ញុំចង់2 300 note ហើយមានបញ្ហាខ្ញុំគិតភ្លាមស្អែកខ្ញុំត្រូវធ្វើអីខ្ញុំគិតភ្លាមបើអត់សិនជាពេលហ្នឹងគឺខ្ញុំអត់បានចុចអត់បានយកសភៅមកមួយទៀតគឺសរសេរបែបនេះវាធ្វើឲ្យអ្នកជួយស្ដាប់របស់អ្នកមានតែធ្វើឲ្យអ្នកហ្នឹងវាចាប់ផ្ដើមស្ដាប់បង្គាប់ខ្លួនឯងណាហើយវាអត់រិះគន់ចំពោះអ្វីដែលយើងកំពុងតែធ្វើកន្លែងនេះវារឿងពិបាកបន្តិចមានថាយើងនិយាយឲ្យងាយស្ដាប់ហ្មងចំណុចទី3ហ្នឹងគឺនៅពេលដែលអ្នកគ្នា stress ខ្លាំងមានបញ្ហាខ្លាំងកុំដាក់សម្ពាធយកសភៅក៏មានអីសរសេរទៅអាតាមអារម្មណ៍អ្នកគ្នាកំពុងតែកាត់ឡើងចំណុចទី4កុំប្រើពាក្យគេអី1 2 3ឬក៏ស្ទើអីចឹងទៅមានថាជំនួសគេធ្វើឲ្យខ្ញុំខឹងឬក៏គេធ្វើឲ្យខ្ញុំមានបញ្ហាខ្ញុំមានអារម្មណ៍ខឹងដោយសារគេអាពាក្យគេហ្នឹងវាពិបាកហ្មង
ប្រើចំនួនដោយពាក្យថាខ្ញុំជួយទប់ទល់ស្ថានភាពបានល្អឥឡូវគិតថាចានៅពេលដែលខ្ញុំមានបញ្ហាថាម្នាក់ហ្នឹងគឺធ្វើឲ្យខ្ញុំមានបញ្ហាយើងនិយាយថាគេម្នាក់ហ្នឹងធ្វើឲ្យខ្ញុំមានបញ្ហាអ្នកគ្នាដកពាក្យគេចឹងអ្នកគ្នាប្រើចំនួនដោយខ្ញុំនេះដល់ពេលអ្នកគ្នាក៏និយាយតែពាក្យខ្ញុំហ្នឹងគឺជួយទប់ទប់ខ្មាស់ជួយទប់ខ្មាស់និងគ្រប់គ្រងស្ថានភាពបានល្អមែនតើឧទាហរណ៍ខឹងម្នាក់ហ្នឹងរករឿងខ្ញុំឧទាហរណ៍ណាតែបើសិនអ្នកគ្នាដកមកពាក្យថាខ្ញុំរករឿងខ្លួនឯងអ្នកគ្នាអាចនឹងខ្មាស់ខ្លួនឯងហើយឬក៏ខ្មាស់គេអញ្ចឹងអ្នកគ្នាអាចនឹងទប់ស្ថានភាពនឹងល្អមែនតើចំណុចទី5សំខាន់ដែរចេះអភ័យទោសកំហឹងជាច្រើនគឺមានឫសគល់ពីអតីតកាលការអភ័យទោសគឺជាការលើកលែងសម្រាប់ខ្លួនឯងមិនមែនសម្រាប់អ្នកដទៃទេឥឡូវឧទាហរណ៍មានអ្នកណាម្នាក់ដែលធ្វើឲ្យខ្ញុំមានបញ្ហាមកដល់ឥឡូវខ្ញុំអត់ដែលខឹងម្នាក់នឹងតែធ្វើឲ្យខ្ញុំមានបញ្ហាទេក៏ប៉ុន្តែខ្ញុំតែងតែអភ័យទោសសម្រាប់គេកំហុសអ្នកណាក៏មានអតីតកាលអ្នកណាក៏មានហេតុអ្វីយើងត្រូវតែគិតមកដល់ឥឡូវព្យាយាមដោះស្រាយមួយទៅកត់ដាក់សភៅឧទាហរណ៍ជពាក់លុយគេចុះជពាក់3ម្ចាស់ម្នាក់100ម្នាក់100អ្នកគ្នាគួរតែមានវិធីសាស្ត្រធ្វើម៉េចដើម្បីឲ្យសងគេបានលឿនទី1យើងសុំម្នាក់មកយើងនិយាយត្រង់ថាឥឡូវខ្ញុំអត់ទាន់មានលទ្ធភាពទេបងខ្ញុំសុំបងសងជា3ដំណាក់កាលទី1ខ្ញុំសងប៉ុណ្ណេះដំណាក់កាលទី2ខ្ញុំសងប៉ុណ្ណេះ1 2 3រហូតទៅដោះស្រាយចេញនៅពេលដែលអ្នកគ្នាដោះស្រាយចេញវាលែងអីហ៎អញ្ចឹងអារម្មណ៍ដូចគ្នារៀនអភ័យរៀនអីឬអភ័យទោសដល់អ្នកដទៃទៅទោះបីគេមិនក៏ដោយក៏មិនដែរព្យាយាមរៀនអភ័យមួយអញ្ចឹងទៅចំណុចនេះក៏គួរនឹងរៀនដែរព្រោះធម្មតាអ្នកណាក៏មានអតីតកាលដែរហើយអភ័យទោសឲ្យគេវាជារឿងល្អបំផុតមិនមែនអភ័យទោសសម្រាប់អ្នកដទៃណាអភ័យទោសសម្រាប់ម្នាក់ដែលធ្លាប់ធ្វើឲ្យអ្នកមានបញ្ហាហើយមួយទៀតគឺអភ័យទោសសម្រាប់ខ្លួនឯងថាយើងបានឆ្លងកាត់ហើយយើងបានសិក្សាពីវាហើយយើងបាននៅទីនឹងហើយកាលណាយើងដោះលែងអតីតកាលរបស់យើងហើយអភ័យទោសថាយើងអភ័យទោសត្រឹមនឹងចោះយើងនឹងបន្តជីវិតទៅមុខទៀតចំណុចទី6ស្វែងយល់ពីមូលហេតុកំហឹងខ្លះវាមកពីការនិយាយមិនស្ដាប់គ្នាឬក៏និយាយមិនបានសម្ពាធមិនចេះយោគយល់គ្នាអញ្ចឹងទៅត្រូវតែតន្ទិញឃ្លាមួយនេះអារម្មណ៍ខឹងខ្ញុំកើតឡើងនៅពេលដែលខ្ញុំមិនចេះគ្រប់គ្រងអារម្មណ៍ចំណុចទី6នេះក៏ដូចគ្នានៅពេលដែលអ្នកគ្នាខឹងអ្នកគ្នាត្រូវយល់ពីមូលដ្ឋានឬក៏យល់ពីគ្រឹះយល់ពីមូលហេតុដែលថាតើអ្នកគ្នានេះយ៉ាងម៉េចមានថាមូលហេតុអ្វីដែលធ្វើឲ្យអ្នកគ្នាកំពុងតែខឹងសម្បានដល់ថ្នាក់ហ្នឹងអ្នកគ្នាត្រូវឫសគល់ថាខ្ញុំធ្វើអីខ្ញុំមកពីខ្ញុំនិយាយអត់ស្ដាប់គ្នាសម្ពាធខ្លាំងពេកឬក៏មិនចេះយោគយល់គ្នាដកម្នាក់មកជាហ៊ានឧទាហរណ៍ខ្ញុំឆ្លោះមួយសង្សារចុះបើខ្ញុំព្យាយាមដកម្នាក់មកចំហ៊ាននោះប្រហែលជារឿងនឹងល្អហើយតែបើទៅមុខឲ្យរុលវាមិនខុសពីស្ទះចរាចរណ៍ទេបើស្ទះឲ្យអ្នកគ្នាកាន់តែរុលទៅគឺអារម្មណ៍មួយនឹងគឺដូចគ្នាយ៉ាងត្រែងវល់ពីមូលហេតុថាម៉េចបានស្ទះចរាចរណ៍ដូចគ្នាអញ្ចឹងបើសិនអ្នកគ្នាឲ្យគេទៅមុនយើងទៅក្រោយវាប្រកាសណាស់វាផ្លូវនឹងវាប្រកាសជាទលាយហើយតែបើទៅទាំងអស់គ្នាអត់ទាន់ស្វែងយល់នៃអាមូលដ្ឋានគ្រឹះនៃការកាំងស្ទះចរាចរណ៍ហ្នឹងតើអ្នកនរគ្នាហ្នឹងមានពេលណាសម្រាប់ទៅរុញទៅមុខទៀតវាមានតែជាប់ត្រឹមហ្នឹងអញ្ចឹងដូចគ្នាហើយត្រូវតន្ទិញដូចខ្ញុំនិយាយគឺអារម្មណ៍ខឹងវាកើតឡើងនៅពេលដែលខ្ញុំមិនចេះគ្រប់គ្រងអារម្មណ៍យើងខឹងគឺខឹងគេហ្នឹងឯងអារម្មណ៍យើងមិនចេះគ្រប់គ្រងនឹងឯងចំណុចទី7រៀបចំទម្រង់ការនិយាយនាយច្បាស់ដោយក្តីគោរពកុំនិយាយលីឡំឬក៏សម្ដីកំហុសអញ្ចឹងបើសិនអ្នកនេះចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងកំពុងតែខឹងគេក៏ដោយរៀននិយាយច្បាស់មួយហើយគោរពគេទោះបីអ្នកគ្នាខឹងមិនក៏ដោយដូចខឹងកូនចៅបើសិនអត់ចង់ឲ្យកូនចៅដឹងពីមូលហេតុនៃការរឹងគល់ខឹងមកយើងទេខឹងអ្នកដទៃមានថាខឹងគោឯដទៃខឹងរទេះវាយគោអាចថាមួយទៀតខឹងគោវាយរទេះចុះអញ្ចឹងពេលហ្នឹងអ្នកគ្នាគួរតែយល់ពីមូលហេតុថាវាយ៉ាងម៉េចអញ្ចឹងដូចគ្នានៅពេលដែលអ្នកគ្នាឆ្លោះមួយម្នាក់នេះអត់អាចគួរទៅចេះកំហឹងដាក់ម្នាក់នោះទេត្រូវរៀនយល់ចេះនិយាយស្ដីឥឡូវយើងប្រើអារម្មណ៍ចុះខ្ញុំនិយាយមួយបុគ្គលកខ្ញុំឆ្លោះខ្លួនបុគ្គលកពេលខ្ញុំជួបបុគ្គលខខ្ញុំអត់អាចទៅប្រើអាទឹកមុខដែលខ្ញុំកំពុងខឹងបុគ្គលកហ្នឹងមកដាក់បុគ្គលខបានទេខ្ញុំត្រូវតែយកអាតម្រង់មុខដែលខ្ញុំពីមុនហ្នឹងនិយាយទៅកាន់គាត់ឲ្យសមគួរបំផុតហើយមួយទៀតកុំនិយាយលាឡំពាក្យសម្ដីកំហុសអីចឹងទៅដូចគ្នាអារម្មណ៍ហ្នឹងដូចគ្នាចំណុចទី8ចុងក្រោយចូលរួមបំបត្តិភាព stress សកម្មភាព stress មានដូចជាហាត់ប្រាណសមាធិស្ដាប់តន្ត្រីលេងបាល់បើខ្ញុំពីច្រើនខ្ញុំចូលចិត្តលេងបាល់
ចឹងបាល់ទាត់បាល់ទះក៏ដូចជាអារម្មណ៍មួយដែលខ្ញុំកើតតែ feeling ខ្ញុំ good មានបែកញើសអីចឹងខ្ញុំ focus តែបាល់ខ្ញុំ focus បច្ចេកទេសខ្ញុំទៅចាំ goal ខ្ញុំមានអារម្មណ៍ថាខ្ញុំ focus តែក្របបាល់ហើយខ្ញុំអត់ focus លើមនុស្សណាដែលទាត់មកតែបាល់មកគឺខ្ញុំហក់ចាប់ហើយចាប់មិនបានឬក៏ចាប់បានក៏ដោយយើងដឹងថាបាល់ហ្នឹងគឺដឹងតែមកហើយចឹងដូចគ្នាអារម្មណ៍ពេលហ្នឹងគឺយើងរៀនគ្រប់គ្រងអារម្មណ៍យើង focus ទៅលើនេះកុំ focus តាម stress ពេកគិតណាក៏គិតតែកណែកុំចូលរួមក៏អាចគិតច្រើនពេកគិតច្រើនពេកវាហត់វិញទេហើយមួយទៀតនៅពេលដែលអ្នកគ្នាចង់បំបត្តិភាព stress ខ្លាំងគឺអ្នកគ្នាកុំពិសាកាហ្វេកុំខ្ញុំធ្លាប់អនុវត្តស្អីមួយថ្ងៃខ្ញុំហូបកាហ្វេ 2-3 កែវតែខ្ញុំនៅពេលដែលខ្ញុំហូបកាហ្វេ 2-3 កែវអារម្មណ៍ខ្ញុំ stress ខ្លាំងមែនទែនតែនៅពេលដែលខ្ញុំកាត់បន្ថយកាហ្វេគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាល្អខ្ញុំគេងលក់បានសុខស្រួលហើយគេងបានគ្រប់គ្រាន់ទៀតអាយុជីវិតមនុស្សខ្ញុំនិយាយថាបើសិនតែករណីអ្នកគ្នាធ្វើឲ្យអ្នកគ្នាគេងបានតិចទៅបីញ៉ាំច្រើនមិនក៏ដោយក៏មានបញ្ហាដែរអញ្ចឹងអ្នកគ្នាខ្ញុំណែនាំឲ្យអ្នកគ្នាគេងច្រើនទៅបីខ្ញុំរងថ្ងៃខ្ញុំគេងតិចក៏ដោយក៏ប៉ុន្តែនៅពេលដែលអ្នកគ្នាមានលទ្ធភាពគេងអ្នកគ្នាគេងឲ្យអស់សមត្ថភាពទៅកុំគេងឲ្យភ្ញាក់វាធម្មតាវាជាទម្លាប់អ្នកខ្លះគាត់គេងទម្លាប់ឲ្យម៉ោង 7 8មិនទាន់ក្រោកហើយទោះបីចង់គេងតិចក៏គេងអត់លក់ដល់ពេលទៅធ្វើការចាប់ដើមស្ងាប់អីចឹងទៅអានេះជាចំណែកមួយដែលធ្វើឲ្យបងប្អូនអ្នកគ្នាធ្វើឲ្យអ្នកគ្នាកាន់តែ stress សូម្បីតែខ្ញុំរងថ្ងៃខ្ញុំ stress ដូចគ្នាដោយសារមូលហេតុខ្ញុំគេងព្រឹកឡើងមិនដឹងមិនគឺដឹងតែឆាប់ក្រោកដល់ម៉ោង 6 ឡើងក្រោកហើយតាំងតែផ្ទះអត់មានអ្នកញ៉ៃញ៉ៃផ្ទះមួយតែឯងគេងតែឯងចឹងណាអញ្ចឹងកន្លែងនេះខ្ញុំសុំនិយាយតែ8ចំណុចហ្នឹងទេហើយខ្ញុំបាននិយាយច្រើនពេកទេសង្ឃឹមថាបងប្អូនអ្នកគ្នានឹងស្ដាប់យល់ហើយកាត់បន្ថយតិចទៅវាមិនណាគេមិន perfect ពេកទេហើយសន្ទុះរាល់បត់បាតអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយដែលគិតថាវាមានបញ្ហាបងប្អូនដកចេញទៅត្រូវយកទៅ note ទុកនៅក្នុងសៀវភៅឬក៏កត់ទុកនៅក្នុងខួរក្បាលបងអ្នកគ្នាអរគុណច្រើនបាយបាយ